Ba run xuống đây bông ônទាំងអស់គ្នាពេលព្រឹកព្រលឹមបាទឥឡូវខ្ញុំបានក្រោកពីដេកហើយខ្ញុំបន្ទាប់មកខ្ញុំថតទិដ្ឋភាពនៅក្រៅផ្ទះឲ្យបងប្អូនមើលដូចជារឿងរាល់ដងដោយសារតែថ្ងៃនេះខ្ញុំបានមកផ្ទះអញ្ចឹងណាបងប្អូនអញ្ចឹងស្រូវដែលយើងបាចនេះគឺវាដុះលាស់ល្អខ្ចីញែងហើយបងប្អូនប៉ុន្តែនៅខាងក្រោយនេះវាអត់សូវដុះបងប្អូនដោយសារអត់ដឹងថាម៉េចដែរវាទៅដុះមួយនេះដល់ពេលដុះខ្លាំងដុះនៅខាងនោះគឺច្រើនមែនតើបងប្អូនអើយស្លាស់មុខស្លាស់មាត់ឥឡូវដាក់វីដេអូមកคลิปផុសចែកជូនបងប្អូនទស្សនាលេងអញ្ចឹងណាអញ្ចឹងឯនេះយើងមានផែនការជាច្រើនក្នុងការធ្វើវីដេអូអញ្ចឹងណាហើយបងប្អូនណាចង់ចូលរួមមួយខ្ញុំអាចចូលរួមបានបងប្អូនបាទថ្ងៃនេះយើងគិតថាយើងទៅបេះបង្ហូរញ៉ាំហើយយើងដើរយកក្រងទៀតដោយសារតែនៅតំបន់របស់ខ្ញុំនេះគឺវាសបូរក្រងទៅតាមព្រៃនោះហ្នឹងគឺសបូរក្រងមែនតើហើយសបូរក្រងហើយសបូរផ្លែឈើហូបមានដូចជាព្រីងមានដូចជាបង្រោមានដូចជាអីច្រើនណាស់ផ្កាយហួយច្រើនណាស់បងប្អូនយើងបងប្អូនណាអាចមានពេលចូលរួមមួយខ្ញុំគឺចូលរួមបានបាទអញ្ចឹងវីដេអូហ្នឹងដាក់ប៉ុណ្្នឹងសិនបងប្អូនបាទហើយតិចទៀតយើងនឹងជួបគ្នានៅសកម្មភាពបន្តទៀតដែលយើងដើរលេងព្រៃបេះផ្លែឈើហូបតាមព្រៃអញ្ចឹងណាចឹងបងប្អូនណាចង់ចូលរួមមួយខ្ញុំអាចចូលរួមបានបាទឥឡូវសូមប៉ុណ្្នឹងសិនអរគុណបាយបាយទៀតសារជាថ្មីម្ដងទៀតហើយនៅពេលព្រឹកបាទចឹងនេះខ្ញុំមកថតនៅក្រោយផ្ទះរបស់ខ្ញុំនេះពេលព្រឹកបាទម៉ោង5ជាងថ្ងៃរះមកហើយបងប្អូនហើយទេសភាពស្អាតបងប្អូនអើយនេះសូវដែលខ្ញុំថតលើកមុនឥឡូវគឺវាដុះបានប៉ុណ្ណេះបងប្អូនបាទខ្ចីញែងស្អាតណាស់បងប្អូនអើយនេះទេសភាពស្អាតមែនតើបងប្អូនអើយនេះហើយនេះគឺនៅក្រោយផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដងបាទបងប្អូនបាទថតនៅក្រោយផ្ទះផ្ទាល់តែម្ដងបាទអញ្ចឹងគឺរដូវស្រូវដែលយើងបាចលើកមុននោះគឺវាដុះបានប៉ុណ្ណេះបងប្អូនឃើញនេះស្អាតមែនតើបងប្អូនបាទអូដល់កឃ្យូសងាត់ខ្ចីញញតែម្ដងបងប្អូនអើយហើយនេះចាំមើលខ្ញុំឲ្យមើលនោះផ្ទះអញ្ចឹងវីដេអូនេះខ្ញុំថតនៅក្រោយផ្ទះរបស់ខ្ញុំបាទហើយនោះគោបាទវាស្រែគឺខ្ចីញញតែម្ដងបងប្អូនអើយស្អាតណាស់អញ្ចឹងល្ងាចឡើងបងប្អូនយើងនៅចិត្តនេះអាចមកជុំគ្នាបានបាទដាក់មកតុកក្រោយផ្ទះនេះគឺអែមហ្មងបងប្អូនអើយនេះម៉ោង5អីហ្នឹងដាក់មកយើងរៀបគ្នាមកដាក់មកតុកមកហើយថ្ងៃលិចមកខាងនោះបងប្អូនមើលទៅហើយយើងរៀបតុកយើងកន្លែងនេះទៅដាក់មកឈុតទៅអូដល់កូនបងប្អូនអីអែមហ្មងសូវល្អបងប្អូនអើយឃ្យូសងាត់ខ្ចីញញតែម្ដងបងប្អូនអើយណាស្អាតឥឡូវយើងទៅមើលក្រោយបន្តិចបាទហើយសាមុននោះខ្ញុំបូមផ្ទះនៅក្រោយបងប្អូននៅក្រោយនោះឥឡូវយើងចាំមើលយើងទៅអ៊ុតមើលផ្ទះនោះបន្តិចមើលតើវាស្ថានភាពវាយ៉ាងម៉េចបាទនេះគឺសាសដែលខ្ញុំបូមត្រីលើកមុនណាបងប្អូនកាលពីខែប្រាំងឥឡូវផ្ទះនោះទឹកថ្លាបងប្អូនរៀងថ្លាភ្លៀងប្រហែលជា3 4 5មេត្រទៀតអាចនឹងត្រីចូលនៅវិញអញ្ចឹងណាបាទអញ្ចឹងផ្ទះហ្នឹងយើងមើលប៉ុណ្ណឹងបាទ